ចាបានឃើញវីដេអូចេញបុកល្ហុងយូរហើយបងប្អូនទាំងគ្នាដោយសារថ្ងៃនេះផងដែរក្មួយខ្ញុំគេសំណូមពរឲ្យខ្ញុំធ្វើបុកល្ហុងណាហើយគេចង់ញ៉ាំចឹងទៅពុកម៉ែបងប្អូនចាគឺបុកល្ហុងតាមបែបអ្នកដែរគឺអីចឹងណាបងប្អូនទាំងអស់គ្នាវាមិនមែនគ្រឿងគ្រើគ្រប់មុខដូចគេដូចឯងទេប៉ុន្តែយើងអាចកាត់ស្មានថានេះគឺជាបុកល្ហុងដែរបងប្អូនទាំងគ្នាចាឲ្យតែមានក្រូចឆ្មាមានប៊ីចេងស្ករនិងក្រូចឆ្មាអីហ្នឹងទៅបងប្អូនចាគឺអាចហូបបានហើយបងប្អូនទាំងគ្នាចាហើយក្នុងការបុកល្ហុងរបស់ខ្ញុំនេះគឺខ្ញុំបានកោសរួចរាល់អស់ហើយគឺខ្ញុំចាប់ដើមបុកតែម្ដងបងប្អូនទាំងគ្នាហើយក្នុងការបុកល្ហុងរបស់ខ្ញុំបែបលាកស្រែសាមញ្ញគឺមានតែល្ហុងនិងថ្ងៃទឹកមានតាំងពីប្រលិតផងដែរចាហើយមានទឹកជីមានអីចឹងទៅហើយនឹកឃើញថាអូអាជីដែលខ្ញុំបានដាំពីមុខផ្ទះហ្នឹងអញ្ចឹងវាដោះហើយគួនមួយផើងតែម្ដងបងប្អូនទាំងគ្នាចាគឺបើមិនញាក់សាច់ទេក៏មិនដឹងថាម៉េចទេបងប្អូនចាគឺតកួនយកមកគោលបំណងទី1គឺយកទៅឲ្យចំណីជ្រូកឲ្យអីចឹងណាកាន់ធ្វើជាចំណីតែខ្ញុំនឹកឃើញថាតកួននេះវាខ្ចីពេកអញ្ចឹងហើយខ្ញុំចង់ឆាត្រឡប់ខ្លាញ់ជាមួយនឹងដាក់ខ្ទឹមដាក់អីអញ្ចឹងទៅបងប្អូនចាហើយគឺខ្ញុំលើកនេះខ្ញុំដាក់តាសាបទេបងប្អូនចាទុកជ្រក់ជាមួយនឹងទឹកត្រីកោះកុងអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាឆាបដើអីបដើនឹងមានកូនមាវមកតាមទៀតបងប្អូនទាំងអស់គ្នាយើងឃើញថាតកួនរបស់យើងដែលញាក់សាច់នឹងគឺឆ្អិនហើយបងប្អូនទាំងអស់គ្នាចាគឺខ្ញុំបានដាក់ក្នុងចានតែម្ដងដួសដាក់ចានណាបងប្អូនទាំងគ្នាចាមើលទៅតំណងដែរតាបងប្អូនចាសូមអរគុណជម្រាបលាអរគុណខ្ញុំគាត់ប្រើខ្ញុំឲ្យអង្គុយចាំទឹកណាបងប្អូនទាំងគ្នាគាត់ប្រហូបពីអាងបាសាំងធំយកមកដាក់ពាំងតូចទុកសម្រាប់ប្រើប្រាស់អញ្ចឹងណាបងប្អូនទាំងគ្នាហើយខ្ញុំឮអញ្ចឹងក៏ខ្ញុំមិនបងអង្គយូរទេបងប្អូនទាំងគ្នាគឺខ្ញុំរត់រះមកចាំទឹកអញ្ចឹងណាខ្លាចវាទឹកហៀអស់អញ្ចឹងទៅហើយណាមួយវិញយើងស្ដាយផងអញ្ចឹងណាបងប្អូនទៅត្រូវមេភ្លៀង2 3មេមកយកមិញយ៉ាពេញបាសាំងទឹកតែម្ដងអាងធំណាបងប្អូនអរគុណចាខណៈពេលនេះផងដែរគឺខ្ញុំកំពុងតែហេវតែម្ដងបងប្អូនទាំងគ្នាគឺខ្ញុំបានទៅផ្សារទិញជើងមាន់បំពងតែម្ដងបងប្អូនទាំងគ្នាចាយកមកហូបអញ្ចឹងណាបងប្អូនទាំងគ្នាដោយសារវាហេវហើយណាមួយខ្ញុំគោលបំណងខ្ញុំទៅផ្សារហ្នឹងគឺខ្ញុំទៅធ្វើទូរស័ព្ទរបស់ខ្ញុំផងដែរអញ្ចឹងណាបងប្អូនទាំងគ្នាវាផ្លាស់ដែលបិទ screen បិទអីអញ្ចឹងណាបងប្អូនទាំងគ្នាដាក់ផ្លាស់សបកផ្លាស់អីអញ្ចឹងទៅហើយអញ្ចឹងទៅខ្ញុំក៏ឆ្លៀតបានទៅទិញផ្លូវមាត់បំពងតែម្ដងបងប្អូនទាំងគ្នាចារសជាតិមិនឆ្ងាញ់ទេតាបងប្អូនទាំងគ្នាហើយខ្ញុំក៏មិនបងអង្គយូរទេគឺខ្ញុំចាប់ដើមចូលមកហូបជុំជាមួយក្មួយតែម្ដងបងប្អូនទាំងគ្នាក្រោមវាលដីក្រោមវាស្មៅតែម្ដងបងប្អូនទាំងគ្នាក្រោមវាស្មៅចានៅវាលដីស្មៅខាងមុខផ្ទះតែម្ដងបងប្អូនទាំងគ្នាធ្វើឲ្យបរិយាកាសឆ្ងាញ់មែនទែនបងប្អូនទាំងគ្នាចាអត់ដែលបានហូបទេឥឡូវបងប្អូនចាឥឡូវបានចាប់ដើមបានហូបហើយបងប្អូនឆ្ងាញ់ថាពិជាតិរសជាតិតែម្ដងចាជម្រាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនានៅវីដេអូរបស់ខ្ញុំយ៉ាងរស់រវើកតែម្ដងបងប្អូនទាំងអស់គ្នាចានេះគឺជាសកម្មភាពរបស់ខ្ញុំបោសផ្ទះទៀតហើយបងប្អូនចាហើយបងប្អូនឆ្ងល់ហើយថាអត់មានអ្នកបោសផ្ទះមែនបានតែឃើញអង្គុយបោសហើយបោសនៅតែមុខកាមេរ៉ាអញ្ចឹងណាចាមានក៏ប៉ុន្តែគាត់ថាខ្ញុំវាទៅភ្នែកទៅចិត្តអីចឹងណាហើយណាមួយមនុស្សខ្ញុំមិនសូវចូលចិត្តនៅត្នេទេបងប្អូនចាប្រុចចុះប្រុចឡើងចឹងណាបងប្អូនទាំងគ្នាចាហើយយើងបោះទៅក៏ស្អាតណាស់ដែរបងប្អូនចាគឺក៏ស្អាតផ្ទះសបាយអីចឹងណាបងប្អូនទាំងគ្នាហើយបន្តមកខ្ញុំមកឃើញថាមានខ្សែអីជ្រុះនៅកម៉ូតូរបស់ខ្ញុំចឹងខ្ញុំក៏រើសយកទុកសម្រាប់ទុកចងអីចឹងណាហើយមួយទៀតគឺនៅពេលដែលយើងបោះទៅក៏ស្អាតការវាចុះបោះវាឡើងគឺល្អដែរបងប្អូន